khơi tia tục trao chứng đai đã bong bồn tia tham ấy sạch vấn đề miền nhẹ chua rồi có ọt miền nhẹ và có và chỉ việc cam ấy chứng đai đấy thì đời xa mình đang chỉ mua lại đây thì cứ một bị sẽ được cây co rồi còn mấy thôi ơi tìm xa cho nặng drop ấy nơi nông sâu đến riêng miền hiệp nơi trần mình cho kèn ấy là thế nên mình nhẹ lụ đầu hồ hơi đây bên tam đồng bọn chia trong chất khơi ngặt thì bờ tiền tiền hết thay mình trên bên tay ẩn miền sẽ làm hiệp nè runner được cóประกอบ chỉ cả mấy mơ tới chân nước của đài đây tiền thì nhungកំពុងតែជីនេះគឺនៅលើផ្លូវមកពីខាងចកាដូងហើយបើយើងទៅមុខទៅគឺដល់ខាងផ្លូវជាតិលេខ2ហើយថ្ងៃនេះថ្ងៃអាទិត្យក៏ឆ្លៀតពេលមិនឆ្លៀតពេលទេខ្ញុំជីដើរមើលទេហើយឃើញមានទស្សនភាពអញ្ចឹងក៏ចេះចង់ថតចែកជូនបងប្អូនទស្សនាវីដេអូនៅក្នុង YouTube បានបាទហើយនៅនេះគឺផ្ទះនៅក្នុងបុរីម្ដងខ្ញុំមកមើលផ្ទះនៅក្នុងបុរីណាឃើញផ្ទះនៅក្នុងបុរីក៏ទុកចោលច្រើនដែរដែលអត់មានអ្នកមករស់នៅហើយក៏ដាក់ផ្លាកជួលឲ្យនឹងលក់វិញចឹងណាបងប្អូនហើយច្រើនមែនតែដាក់ផ្លាកលក់វិញណាខាងមុខខ្ញុំនេះក៏សិតតែផ្ទះដែរដាក់លក់វិញដែរហើយផ្ទះខ្លះដែរផ្លាកក្រហមនេះគឺបានន័យថាខាងគាត់អ្នកទិញហ្នឹងគាត់អត់មានការបោះបុរីចឹងបុរីក៏គេកាត់យកផ្ទះទៅលក់វិញចឹងផ្លាកក្រហមនេះអីហ្នឹងគឺសិតតែអ្នកដែលគាត់អត់មានលទ្ធភាពមកតឲ្យបុរីណាហើយបុរីនៅនេះសិតតែដើមស្វាយចាប់អារម្មណ៍ឃើញសិតដើមស្វាយទាំងអស់មានអ្នករស់នៅច្រើនដែរប៉ុន្តែនៅតែស្ងាត់គឺភាគច្រើនបងប្អូនណាក៏គាត់ទិញគាត់មានលុយគាត់ចិត្តតែទិញដើម្បីបានចំណេញអីចឹងណាបងប្អូនខ្លះទៀតក៏គាត់អត់មានថវិកាឲ្យគ្រប់ទេគាត់បងលក់នៅកន្លែងតែពេលបងទៅហើយមានបញ្ហាសេដ្ឋកិច្ចមានបញ្ហាលុយកែនេះគាត់អត់មានលទ្ធភាពបងអញ្ចឹងមិនគេកាត់យកហើយបងប្អូនខ្លះគាត់មានលទ្ធភាពបងប្រាក់គាត់ទិញតែពេលមានគាត់ក៏ទៅនេះគេក៏ដាក់ផ្លាកជួលលក់តទៅលក់មកចំណេញតែបងប្អូនអើយនៅក្នុងប្រទេសស្រុកទេសឥឡូវវាបាទដែរវាមិនទីផ្សារវាមិនឡើងទេព្រោះមានតែអ្នកលក់ហើយអ្នកទិញដូចជាមិនសូវមានណាអញ្ចឹងអាណិតដែរបងប្អូនអ្នកទិញហើយក៏មានតែភាពបងគឺគាត់ខ្ចីគេទាំងស្រុងវារឿងពិបាកវាមិនយើងមិនមានចេះតែមានចំណូលថេរហូតសម្រាប់បងណាចឹងមើលបងហើយអត់មាននេះគឺຕົកចោលយ៉ាងគឺស្ដាយណាហើយផ្ទះខ្លះក៏គេជូនដំណឹងជូនអីចឹងទៅផ្ទះខ្លះក៏គេដាក់ថាក្រុមហ៊ុនអនុវត្តតាមកិច្ចសន្យាអីទៅតែផ្ទះនៅថ្មីណាបងប្អូនថ្មីមែនតើឃើញនេះគឺសារមានដីហុយអីគឺសារហើយជាអត់មានខានម្ចាស់ខានមកមើលឬក៏អីចឹងណាម៉ូដផ្ទះនេះប្លែកហើយវាមិនជាផ្ទះល្វើយវាជាផ្ទះល្វើយប៉ុន្តែវាមិនមែនម៉ូដដូចផ្ទះយើងធ្លាប់ឃើញណាម៉ូដថ្មីហើយម្ដុំផ្សារយើងកបជីវកម្មគូអប្រទេសនេះគេដាក់ផ្លាកធំជាហាងចាស់
ដោះស្រាយមុនមកវិញបងប្អូនស្ដាយបងប្អូនខំសន្សំខំអីទៅពេលដំណាក់កាលមួយយើងផុតដៃផុតជើងវិញក៏វាពិបាកទុកតែសេដ្ឋកិច្ចនេះដឹងកាន់ល្អប្រសើរឡើងពីពេលយើងមានបាត់រហូតពីមុននោះឲ្យបាត់កូវីដនេះក៏ពិបាកភាសាទៅហើយចាប់ពីកូវីដនេះយើងមានត្រៀមសេដ្ឋកិច្ចនៅខាងអាមេរិកដាក់តនកម្មឬក៏យកពន្ធហើយមិនសូវមានកំណើនបញ្ហាធំទៅប្រទេសនេះមានវីដេអូបង្ហាញភាពអវិជ្ជមានឬក៏អីទេគុំយើងឡើយជានេះប្រហែលហ្នឹងគឺគាត់យើងបង្ហាញថាល្អទៀតទៅយើងទៅក្រៅជួបបញ្ហាចឹងដែរអត់ទៅកំបាច់អានេះតអ្នកបងប្រាក់ហូរចង់បានផ្ទះតែគេនិយាយចង់បានផ្ទះមួយតែហើយចឹងណាដល់ពេលយើងអស់លទ្ធភាពបោកគេដកទៅវិញបាត់អញ្ចឹងមុននឹងទិញអីហ្នឹងយើងគួរតែគិតបានដកដែរព្រោះពីមុនយើងភាគច្រើនយើងខ្លាចអត់មានផ្ទះព្រោះការហ្នឹងគឺផ្ទះទៅដាក់លក់គឺអស់ដាក់លក់គឺអស់តែម្ដងអត់មានផ្ទះសល់ទេអញ្ចឹងយើងគិតថាបើយើងមិនទិញឥឡូវខ្លាចទីទិញឡើងបានអញ្ចឹងម្នាក់ចេះតែប្រឹងទិញដូចគ្នាមានកម្រងទិញខ្លាចតែយូរទៅវាកាន់តែឆ្ងាយទៅឆ្ងាយពីក្រុងទៅប៉ុន្តែឥឡូវនេះវាពិបាកវិញយើងទិញទាំងយើងលទ្ធភាពមិនស្ទើរវាទៅជារឿងមួយខាតបង់វិញហើយឥឡូវផ្ទះក៏មិនជាខ្វះអីដែរវាមានគម្រោងបុរីគម្រោងសាងសង់នឹងច្រើនហើយមកដល់សម័យនេះគឺភាគច្រើនមានតែខាងលក់ទេអ្នកទិញមិនសូវទេទៅជួលនេះអីសិតតែដាក់លក់វិញទាំងអស់ដាក់ទូដាក់ជួលវិញទាំងអស់បងប្អូនយើងមានលទ្ធភាពមិនអីទេគាត់ទិញហើយគាត់មិនប៉ះពាល់ដល់សេដ្ឋកិច្ចឬក៏ចំណាយក្នុងផ្ទះគាត់ទេគាត់មានលុយសល់ណាទិញតែបងប្អូនខ្លះយើងបងលោកគេនឹងវាយ៉ាប់ហើយនឹងឲ្យអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះបងប្អូនមកបានទស្សនាដល់តំកន្លែងនេះក៏ជាសុទ្ធអ្នកតាមដានអញ្ចឹងសូមជួយ Subscribe ឬក៏ Like channel នេះផងដើម្បីឲ្យខ្ញុំមានចិត្តធ្វើវីដេអូបន្តទៀតចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាហើយសូមអរគុណហើយជម្រាបសួរបងប្អូនសុខសប្បាយហើយជួបប្រទះតែរឿងរ៉ាវល្អៗក្នុងជីវិតហើយសារសុខភាពក៏ដូចជាតែណាអីឲ្យមានការប្រុងប្រយ័ត្នយ៉ាងអរគុណ